សួស្តីបងប្អូនទាំងអស់គ្នាល្ងាចនេះខ្ញុំបានបុកជូរស្វាយលាយសណ្តែកគួរជាមួយត្រីឆ្អើរណាបងប្អូនទិញមក5ក្រាស់តែឥឡូវខ្ញុំបុកតែមួយក្រាស់ទេឥឡូវខ្ញុំមកបុកស្វាយបងប្អូនយើងបុកស្វាយនេះខ្ញុំវិធីខ្ញុំងាយបុកស្វាយយើងពូតទឹកចេញទៀតរបស់យើងអត់ពូតវាអាចនឹងជូរពេកបងប្អូនធ្វើដូចខ្ញុំឬក៏បងប្អូនបុកហើយដាក់លាយគ្រឿងចូលគ្នាទាំងអស់គឺខ្ញុំធ្វើអញ្ចឹងបងប្អូនហើយល្ងាចនេះក៏មានម្ហូបអីអស្ចារ្យរនឹកស្លឲ្យឃើញក៏នឹកឃើញថាអូផ្ទះមានស្វាយនៅក្នុងទូទឹកកករកទិញត្រីឆ្អើរមកកាន់មករយណាបងប្អូនធ្វើការហេវហត់អត់កម្លាំងរនឹកស្លឲ្យឃើញក៏នឹកឃើញមុខជូររហូបបាយអស់ពីឆ្នាំអញ្ចឹងណាចង់ថាម្ហូបព្រៀងក្រោះងាយតែចង់ថាយើងហូបទៅវាយូរប្លែកមាត់ម្ដងណាបងប្អូនរយើងអស់បាយពីឆ្នាំហូបអស់ពីវិចានវិញអូឆ្អែតពេញពោះរួចមកពេលចង់ថាធ្វើម្ហូបឲ្យរួចមកពេលណាបងប្អូនយើងនឹងរត់ទៅធ្វើម្ហូបឥឡូវខ្ញុំបុកស្វាយពូតទឹកអីក៏ហើយបុកត្រីឆ្អើរក៏មាត់ដាក់ស្ករប៊ីចេងទឹកត្រីនេះស្មើសុំទោសដាក់ទឹកត្រីឯងដាក់ម្សៅស៊ុបបងប្អូនខ្ញុំដាក់ខ្ទឹមសទៀតហើយម្ទេសដាក់ដែរតែដាក់តែមួយកណាត់ទេព្រោះអ្នកផ្ទះខ្ញុំខ្ញុំអត់ចេះហូបហឹរណាហឹរតិចអាចហូបបានបើហឹរខ្លាំងហូបនឹងដឹងតែអត់ហូបឲ្យទុកចោលអញ្ចឹងយើងដាក់តាមម្ដៅមាត់យើងណាបងប្អូនពូក៏បញ្ចូលម្លេងក៏ចង់ស្រក់ទឹកមាត់ដែរបងប្អូននិយាយទៅក្រៀមក្រោះបុកជូរនេះគឺឆ្ងាញ់ជាតិតែម្ដងបងប្អូនហើយខ្ញុំចូលចិត្តថាដាក់ជីរវងច្រើនបងប្អូនហើយនេះខ្ញុំថ្ងៃនេះខ្ញុំបុកដាក់សណ្តែកគួរធម្មជាតិពិតដៃគួរប៉ាខ្ញុំដាំមកបេះមក3 4គួរមកឥឡូវថាស្វាយក៏ពុះទឹកអត់ទៅជូរឥឡូវបុកលាយសណ្តែកគួរទៅចង់ថាយើងថ្ងៃនេះខ្ញុំវាលូកពេកបងប្អូនក្បាលតូចជាងបន្លែតែឡូវបុករៀងហៀរៀងមើលទៅតោកយ៉ាក់តិចបងប្អូនតែមិនអីយើងបុកហូបខ្លួនឯងណាបងប្អូនឥឡូវថានេះបុកថែមវាពេញពេកឥឡូវជីវងច្រើនណាជីវងខ្ញុំដាំខ្លួនឯងនិយាយទៅស្វាយទិញគេត្រីឆ្អើរទិញគេតែជីវងហើយសណ្តែកគួរបោះខ្លួនឯងណាបងប្អូនដឹងថាយើងនៅស្រុកស្រែចេះដាំអ្វីចោលឲ្យអាចហូបកោតណាបងប្អូនដល់ពេលយើងទិញហូបអីខ្លះអស់លុយខ្លះអត់អស់លុយចឹងក៏ចំណេញលុយដែរណាបងប្អូនហើយក៏ចូលលេងចង់ស្រក់ទឹកមាត់បងប្អូនអើយមិនដែលឃើញទេមិនដែលឮខ្លួនឯងទឹកជួបប្រទះនិយាយស្រក់ទឹកមាត់ឃើញនងហូបហើយឥឡូវចង់ហូបទៀតបងប្អូនអើយបុកហើយជាតិហ្មងឆ្ងាញ់មែនទែនមកហូបមួយខ្ញុំអស់គ្នាមើលនងហើយមើលបងប្អូនចេះហូបម្ទេសថែមទៀតអូយម្ទេសហឹរ